ការប្រើប្រាស់ទូរស័ព្ទនិងការកំណត់កម្មវិធីផ្សេងៗគឺដើម្បីមានភាពងាយស្រួលក្នុងការប្រើប្រាស់ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់យូរទៅធ្វើឲ្យកម្មវិធីទូរស័ព្ទរបស់យើងដើរកាន់តែយឺតគឺស្ទុះមិនដំណើរការល្អអញ្ចឹងនេះបណ្ដាលមកពីមូលហេតុមួយចំនួនដែលយើងអត់បានដឹងពីមុនមកដោយសារអីដោយសារការកំណត់នៅក្នុង setting របស់យើងឬក៏ការប្រើប្រាស់កម្មវិធីរបស់យើងយូរថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងនឹងការធ្វើឲ្យទូរស័ព្ទយើងដើរលឿនជាងមុនតោះដើម្បីឲ្យដឹងកាន់តែច្បាស់ដល់អ្នកគ្នាសូមអញ្ជើញមកតាមដានជាមួយខ្ញុំជាដំបូងសូមបងប្អូនចូលមកក្នុង setting មកបន្តមកទៀតបងប្អូនជ្រើសរើសពាក្យ accessibility បងប្អូនចុចនៅលើ accessibility រួចហើយបន្តមកទៀតបងប្អូនចូលមករកពាក្យ motion អូខេនៅក្នុងត្រង់ចំណុច motion បងប្អូនចុចលើមកបន្តមកទៀតបងប្អូនឃើញសញ្ញា reduce motion សញ្ញានេះហើយដែលធ្វើឲ្យទូរស័ព្ទយើងឆាប់ក្តៅនៅក្នុងការប្រើប្រាស់អញ្ចឹងបងប្អូនចុចបិទទៅលើ motion មកបន្តមកទៀតបងប្អូនថយមកក្រោយបងប្អូនរកនៅក្នុងពាក្យ accessibility touch តើបងប្អូនរកពាក្យ 3D and haptic touch បងប្អូនចុចមកត្រង់ចំណុចនេះដែរបើសិនជាម៉ាស៊ីនទូរស័ព្ទរបស់បងប្អូនមានដំណើរការលឿនអញ្ចឹងបងប្អូនយកពាក្យ fast មកប៉ុន្តែបើសិនជាម៉ាស៊ីនយើងរៀងតឹងដើរបានមួយជុំទេបងប្អូនយកពាក្យ default មក